អ្នកខ្លះចូលមកដល់ជីវិតយើងឲ្យយើងបានប្រសើរដូចជាបានរង្វាន់ព្រោះជាមនុស្សសំខាន់សម្រាប់ជីវិតដូចជាបុគ្គលខ្លះពេលមកដល់ឲ្យយើងចេះធ្វើទានចេះរក្សាសិលឲ្យខិតខំប្រឹងប្រែងក្នុងការរៀនសូត្រសិក្សានៅការអប់រំចិត្តឬក៏រមែងតែងតែដាស់តឿនយើងឲ្យខំប្រឹងប្រែងប្រព្រឹត្តតែរឿងល្អផ្សេងឯអ្នកខ្លះទៀតចូលមកដាស់តឿនយើងដូចជាទេវទូតឲ្យយើងខ្លាចអវិជ័យព្រោះថាសត្វលោកប្រព្រឹត្តទៅតាមកម្មបុគ្គលពួកនេះគឺដូចជាអ្នកដែលមកចូលមកដល់ជីវិតយើងហើយនាំយើងទៅប្រព្រឹត្តធ្វើតែរឿងដែលមិនល្អដែលប្រឆាចនៅក្រមសីលធម៌ដែលនាំយើងឲ្យប្រព្រឹត្តនៅបញ្ចវេរាមានបាណាតិបាតជាខាងដើមហើយនាំយើងឲ្យប្រឆាចនៅសីលធម៌ប្រឆាចនៅគុណធម៌ផ្សេងហើយអ្នកខ្លះទៀតចូលមកដល់ជីវិតយើងរំលើកយើងឲ្យរឹតតែស្រឡាញ់ខ្លួនឯងមានខ្លួនឯងជាទីពឹងព្រោះថាมันមានអ្វីជាឥស្សរៈទេនៅក្នុងโลกនេះត្រង់ចំណុចនេះគឺយើងក៏បីមានខ្លួនឯងជាទីពឹងមានខ្លួនឯងជាទីស្រឡាញ់ព្រោះថាក្រៅអំពីខ្លួនយើងទៅมันមានបុគ្គលណាស្រឡាញ់យើងជាងខ្លួនយើងនោះទេពេលកាត់ទុកឬក៏បានសុខក៏ព្រោះតែអំពីខ្លួនឯងពេលឈឺជំងឺដំកាត់អីផ្សេងក៏មិនមានអ្នកណាម្នាក់មកជួយជំនួសយើងបានដែរដូច្នេះហើយត្រូវចេះស្រឡាញ់ខ្លួនឯងចេះឲ្យតម្លៃខ្លួនឯងធ្វើរឿងល្អដែលជាហេតុនាំមកនូវសេចក្តីសុខដើម្បីខ្លួនឯងតែទីបំផុតទៅជីវិតនេះបង្រៀនឲ្យយើងចេះលះបង់នៅអ្វីគ្រប់បែបយ៉ាងមិនថាជាមនុស្សជាទីស្រឡាញ់ជាទីពេញចិត្តជាទីគប់ចិត្តឬក៏វត្ថុជាទីស្រឡាញ់ជាទីគប់ចិត្តនោះទេអ្វីសពបែបយ៉ាងទាំងអស់នេះនឹងចាកចេញពីយើងនៅក្នុងថ្ងៃណាមួយជាមិនខានអ្វីដែលអាចនៅជាមួយយើងបានទៅរហូតនោះគឺមានតែអំពើល្អអំពើដែលជាបុណ្យទេដែលជាទីពឹងសម្រាប់យើងទៅក្នុងអនាគតជាតិសូមអរគុណ